រឿងគ្រោះធម្មជាតិមួយនេះគឺយើងមើលឃើញទេប្រិមិត្តអស់នេះដូចខ្ញុំមិនការពេលនៅទូខ្ញុំធ្លាប់ឃើញផ្ទះខូនដូចនៅក្នុងទូអញ្ចឹងព្រាបអញ្ចឹងភ័យពេលហ្នឹងឮចាស់គាត់និយាយដែរគាត់ថាបើសិនជាផ្ទះហ្នឹងបាញ់នៅកន្លែងណាកន្លែងហ្នឹងមានរបត់ល្អហើយគេបាញ់ចោលហ្មងឮតែគាត់និយាយតែមិនដឹងថារឿងហ្នឹងប៉ាត់ឬក៏អត់ទេប្រិមិត្តទាំងអស់គ្នាថ្ងៃនេះអត់មានសាក់រឿងផ្ញើជូនណាបើមានអារម្មណ៍ខ្លាចក៏ភ្លេចដឹកដៃមកភ័ក្រដែលគាត់ជិះស្ដាប់រឿងអញ្ចឹងមកអង្គុយស្ដាប់ជុំគ្នាជាការកំសាន្តរឿងហ្នឹងកាលឡើងកន្លងឆ្នាំ2012បាននិយាយលេងសើចទៅនិយាយទៅដូចនិយាយហាច់គេខ្លួនឯងអញ្ចឹងខ្ញុំមកដើរលេងរហូតដល់ដាច់យប់នៅភូមិខ្ញុំការជំនាន់ហ្នឹងគេហៅថាដាច់យប់ហើយម៉ោង6ឡើង7ហើយហ្នឹងហើយឡើងងឹតស្លប់ហើយខ្ញុំរត់មកទំហឹងមកផ្ទះហ្មងតែភ្នែករបស់ខ្ញុំហ្នឹងក៏លេចឃើញអាដើមឈើនៅក្នុងភូមិហ្នឹងដែលប្រឡង4-10ផ្ទះទេដែលពេលហ្នឹងខ្ញុំមកឃើញច្បាស់ដោយសារអីមេឃក្នុងខែភ្លឺអញ្ចឹងពលឺប្រច័ណ្ឌមកឃើញច្បាស់ណាដើមឈើហ្នឹងធំគួរឲ្យខ្លាចមែនទែនស្រាប់តែមានពលឺចេញមកពីអាដើមឈើហ្នឹងហ្មងខ្ញុំក៏គិតក្នុងចិត្តថាអូហ្នឹងហើយខ្មោចដែលចាគាត់និយាយប្រឡាចយើងម្ដងឯណាប៉ុន្តែខ្ញុំឃើញតួតែហ្មងថាខ្ញុំរត់គ្មានងាកក្រោយទេរត់មកទំហឹងហ្មងតែអត់ស្រែទេព្រោះពេលហ្នឹងដងតែពីរត់សម្ដៅមុតទៅដល់ផ្ទះហ្មងហើយមកដល់ផ្ទះភ្លាមមករត់ទៅរបៀបថេបទៅហោបកាច់ប្រកិនតែម្នាក់ឯងហ្នឹងបើទ្វីហិចអើតលើមតាមប្អួយហ្នឹងដល់អញ្ចឹងតាមរបស់ខ្ញុំហ្នឹងក៏គាត់សួរគាត់ថាមានរឿងអីមែនបានបិទទៅញញញ័រនៅមុខបន្ទប់ហ្នឹងខ្ញុំក៏បានប្រាប់រឿងហើយទៅលោកតាហើយលោកតាដកហៅធំក៏និយាយថាដើមឈើហ្នឹងទៀតតាមរបស់ខ្ញុំនិយាយមកនេះមិនដឹងថាគាត់ប្រឡាចខ្ញុំឬក៏និយាយការពិតប្រាប់ខ្ញុំទេតែខ្ញុំក៏ស្ដាប់ទៅតាមហ្នឹងទៅគាត់ថាការពីចំនួនឪពុកគាត់នោះនៅដើមឈើហ្នឹងគឺគេតែងតែមកជុំគ្នាប្រុសប្រាជ្ញនៅនឹងទាំងអស់គេមានដាក់ក្រែអាស័យគេហូបតែហូបអីប្រុសប្រាជ្ញតែចាប់តាំងពីថ្ងៃមួយនោះមានមនុស្ស2នាក់ណាមកអូនិយាយពីថាមកទោសចង្រៃហ្មងមកចងក៏នៅហ្នឹងលើគេល្បីថាពីអ្នកនឹងគូស្នេហ៍មួយគ្នាឪពុកម្ដាយបំបែកទៅពេលចឹងទៅសម្រាប់ចិត្តថាមកបញ្ចប់ជីវិតនៅនឹងចាប់តាំងពីពេលនោះមកគ្មានពីណាគេហ៊ានទៅនៅអង្គុយប្រុសប្រាជ្ញនឹងក្រោមដើមឈើនឹងទៀតទេហើយគេចេះតែឃើញនេះឃើញនោះតែចាស់គេនិយាយថាប្រឡងពីអ្នកហ្នឹងប៉ុន្តែវាមិនមានអីដែលជាផុសតាំងនោះទេដល់ពេលអារឿងអាស្រូវនឹងរីកឡើងកាន់តែខ្លាំងទៅមេភូមិមេឃុំនៅហ្នឹងគេក៏បានចាប់ឲ្យអ្នកដែលនៅហ្នឹងមានកំឡោះដែលមានមួមហ្នឹងណាមកកាប់ដើមឈើនឹងចោលទៅព្រោះគេនិយាយថាទុកក៏មិនចំណេញតែដកចេញក៏ខាតតែថ្ងៃដែលកាប់ហ្នឹងកាប់ទៅព្រះអង្គឲ្យមានចេញជួបឈើណាជួនស្អីក៏ហមមកដូចឈាមអញ្ចឹងម្នាក់ភ័យផ្អើលទ្រូលទៅអស់ទៅគ្មានពីណាគេហ៊ានប៉ះពាល់ដើមឈើហ្នឹងទេទុកមកដល់ឥឡូវហ្នឹងដើមឈើហ្នឹងឥឡូវកាន់តែធំទៅបើមកចំនួនខ្ញុំនេះវិញគ្នាឡើង4-10នាក់អោបមិនជុំឯនៅដើមឈើហ្នឹងហើយដែលខ្ញុំដឹងដំណើរដើមតងអំពីដើមឈើហ្នឹងរួចហើយខ្ញុំក៏ក្នុងចិត្តមកថាអូថ្ងៃនោះដល់ក្បាច់លងហើយ 100% តែគាត់ខ្ញុំអត់បានឃើញមុខគេណាគាត់គេបន្លាចទៅក៏ខ្ញុំមានអារម្មណ៍រៀងភឺអងខ្នងដែរពេលដឹងរឿងរ៉ាវនៅពីក្រោយខ្នងស្រាប់តែកន្លងផុតទៅបានប្រហែលជា10ថ្ងៃគេគត់ស្រាប់តែពេលហ្នឹងមេឃក៏អាកាសធាតុមិនល្អនៅខែភ្លៀងហើយអាភ្លៀងកក់ខែហ្នឹងចាស់ថារន្ទះកាចណាស់អាពេលភ្លៀងកក់ខែហ្នឹងមិនលេសោចណាហើយក៏អូកូនអូចៅចូលរន្ទះអស់ហើយខ្ញុំក៏ចូលរន្ទះដូចគ្នាដែរការជំនាន់ហ្នឹងខ្ញុំប្រើទូសខ្មៅហើយខ្ញុំទៅដកអង្តែនដកភ្លើងដកអីទុកទាំងអស់ព្រោះខ្លាចឆ្លងណាដល់អញ្ចឹងហើយកំពុងតែឃ្លុំភួយគេងលក់ស្រួលហ្នឹងតែពលុសូសំលេងភុងផាំងចុះសំលេងកលន់លាយឡំមួយទេខ្ញុំបើកភ្នែកធំប្រប៉ិនបងមន់ណាខ្ញុំឃើញច្បាស់ហ្មងព្រាកមកអាភ្នែកតួនោះឡើងបែកលឺឡើងពេញមេឃហ្មងដាក់មកផាំងឃើញតែភ្នែកតួពេញមេឃហ្នឹងធ្វើឲ្យខ្ញុំមើលច្បាស់ហ្មងថារន្ទះហ្នឹងបុកសម្ដៅទៅចំតែដើមឈើមួយហ្នឹងទេដើមឈើក្បែរហ្នឹងទៀតអត់មានត្រូវអីបន្តិចហ្មងបាក់អាដើមឈើហ្នឹងហើយអាចាស់ជាពីរហើយឆេះទ្រុលដល់ពេលភ្លៀងហើយពេលផុតពីរន្ទះហើយចាស់ពេលភ្លៀងរន្ទះកកហ្នឹងគ្មានពីណាគេហ៊ានអើតលើមើលខ្លាចគ្រប់គ្នាទាំងខ្ញុំទាំងគេបានតែត្រឹមអើតមើលតាមប្អួយទេស្រាប់ទៅមើលទៅព្រះអង្គហើយបាញ់ហ្នឹងមិនមែនបាញ់ដើមឈើធម្មតាទេណាបាញ់ងាប់ពុះឡងប៉ាណាណៃខ្ញុំលើអ្នកភូមិហ្នឹងគាត់និយាយថាអញ្ចេះពីមាត់មួយទៅមាត់មួយថានៅកន្លែងហ្នឹងមានរបស់អញ្ចឹងតាបានផ្ទះបាញ់នៅកន្លែងហ្នឹងណាហើយបាញ់ហ្នឹងមិនមែនធម្មតាណាពុះឡងប៉ាណាលើបាញ់គ្នាឆេះឡើងខ្លោចឡើងធំក្លិនឈ្ងៀមពេញហ្នឹងអើយគាត់និយាយក៏ភឺសបល់ដែរអ្នកភូមិនាំគ្នាធ្វើខ្ទមទូចដាក់សតុបនៅលើអាំឈើដែលបានឆេះខ្លោចហ្នឹងនៅសាគល់ហ្នឹងគេជំនឿថាធ្វើអញ្ចឹងហើយកុំឲ្យមានបញ្ហាដល់អ្នកភូមិអញ្ចឹងហើយខ្ញុំនឹកឃើញទៅដល់អាយុមួយដែលខ្ញុំបានឃើញភ្លើងកូនពីរហ្នឹងសង្ស័យគ្មានវិញ្ញាណស្អីទេភ្នែកពស់នឹងឯងខ្ញុំថាពេលហ្នឹងបើខ្ញុំរត់មិនទាន់ទេអូយសម័យចេញទេលោកអើយ